គ្រាន់តែបានយល់ស្គាល់ភាំងត្រាចិនលួចប្រាថ្នាលើស្រីគេងក៏មិនលួងនឹកស្រមៃឃើញតែភាំងស្រីជាប់នឹងនេត្រាបងសូមផ្ញើនឹងចរណៃភៀងមួយយ៉ាងខ្លីគឺជាសែងក្តីស្នេហា